គាត់ជាអ្នករចនាដ៏ប៉ិនប្រសប់នៅក្រុមហ៊ុនស្បែកជើងកំពូលប៉ុន្តែដោយសារស្បែកជើងរត់ដែលទៅរចនាមានកំហុសវាបណ្ដាលឲ្យក្រុមហ៊ុនខាត់បង់ 1000 លានថៅកែដែលធ្លាប់ឲ្យតម្លៃគាត់បានងាកមកប្រឆាំងនឹងគាត់ដោយគ្មានមេត្តាដោយទម្លាក់កំហុសទាំងអស់លើគាត់តែម្នាក់ឯងក្នុងពេលជាមួយគ្នានោះសង្សាររបស់គាត់ដែលតាក់ទងគ្នាជាច្រើនឆ្នាំបានចាក់ចេញពីគាត់នៅពេលដែលគាត់ធ្លាក់ដល់ចំណុចទាបបំផុតពីមនុស្សពូកែម្នាក់ទៅជាមនុស្សដែលគ្រប់គ្នាស្អប់ឃាមការធ្លាក់ចុះដល់បានបំផ្លាញមោទនភាពរបស់ Drew ទាំងស្រុងដោយគ្មានកន្លែងទៅគំនិតអាក្រក់មួយបានផុសឡើងក្នុងចិត្តរបស់គាត់ប៉ុន្តែមុនពេលដែលគាត់អាចធ្វើអីបានទូរស័ព្ទនៅលើតុស្រាប់តែមិនឈប់រោទនៅចុងខាងទៀតសម្លេងយំរបស់ប្អូនស្រីបាននាំដំណឹងអាក្រក់នេះបានស្លាប់ឪពុករបស់គាត់បានស្លាប់ភ្លាមៗដោយកាំងបេះដូងក្នុងនាមជាកូនប្រុសច្បង Drew ត្រូវបានគេប្រគល់ភារកិច្ចដែលត្រូវធ្វើភ្លាមៗគឺសាកសពឪពុករបស់គាត់ពីទីក្រុង Elizabeth ត្រឡប់ទៅ Oregon វិញដូច្នេះ Drew បានឈប់សម្រាកពីការស្លាប់ប៉ុន្មានថ្ងៃប៉ុន្តែគាត់មិនដឹងទេថានៅក្នុងកាប៊ីនដែលស្ទើរតែនោះគាត់បានជួបក្មេងស្រីម្នាក់និងព្យាបាលគាត់ពេញមួយជីវិត Claire គឺជាក្មេងស្រីដែលរស់រវើកនិងស្វាហាប់ព្រោះស្ទើរតែគ្មានអ្នកដំណើរនៅលើជើងហោះហានេះក្នុងនាមជាអ្នកបម្រើលើយន្តហោះនាងមានអំណរគុណដែល Drew បានជ្រើសរើសហោះហើរជាមួយពួកគេហើយបានផ្ដល់ជូនគាត់នៅថ្នាក់ដំបូងដោយឥតគិតថ្លៃប្រឈមមុខនឹងភាពកក់ក្ដៅដែលមិននឹកស្មានដល់នេះ Drew ដែលមានអារម្មណ៍មិនល្អគ្រាន់តែចង់នៅម្នាក់ឯងប៉ុន្តែ Claire មិនមែនជាមនុស្សដែលអាចបដិសេធបានងាយៗនោះទេសូមកុំខំខ្ញុំឲ្យដែរត្រឡប់មកទីនេះពេញមួយយប់ពេលមើលមុខដ៏ស្លូតត្រង់តែរពើបន្តិចរបស់ Claire នោះ Drew ក៏យល់ព្រមដោយស្ទាក់ស្ទើរប៉ុន្តែគាត់បានដឹងភ្លាមៗថានេះមិនមែនជាកន្លែងល្អសម្រាប់គាត់នៅក្នុងការគេងលក់ដោយស្ងប់ស្ងាត់នោះទេព្រោះ Claire ជាមនុស្សនិយាយច្រើននាងនិយាយតែម្នាក់ឯងហើយនៅពេលនាងដឹងថា Drew កំពុងទៅទីក្រុង Elizabeth ដើម្បីរកឪពុករបស់គាត់ Claire ក៏ចាប់អារម្មណ៍ភ្លាមៗស្គាល់ទីក្រុងនោះច្បាស់ណាស់បន្ទាប់មកនាងក៏ចាប់ផ្ដើមនិយាយដោយសាទរអំពីគំនិតរបស់នាងអំពីឈ្មោះនាងនិយាយថានាងអាចដឹងពីចរិតរបស់មនុស្សម្នាក់តាមរយៈឈ្មោះរបស់ពួកគេនៅពេលដែល Drew និយាយដោយមិនដឹងខ្លួនអំពីចៅហ្វាយរបស់គាត់ឈ្មោះ Phil ដែលទើបតែបណ្ដេញគាត់ចេញភ្នែករបស់ Claire ក៏បើកធំភ្លាមៗ Phil ក្រថ្នាក់ណាស់ Drew ភ្ញាក់ផ្អើលបន្ទាប់មកគាត់ក៏និយាយឈ្មោះសង្សារចាស់របស់គាត់ហើយ Claire ក៏បានពណ៌នាឈ្មោះនោះយ៉ាងត្រឹមត្រូវថាជាមនុស្សដែលដើម្បីការពារខ្លួនឯងនិងបោះបង់អ្នកដទៃដែលមិនស្ទាក់ស្ទើរ Drew ធ្លាប់គិតថានាងគ្រាន់តែជាមនុស្សនិយាយច្រើនប៉ុន្តែឥឡូវនេះនាងមានការភ្ញាក់ផ្អើលនៅក្នុងភ្នែករបស់គាត់តើឪពុករបស់នាងឈ្មោះអ្វីបន្ទាប់មកនាងនឹងនិយាយលេងប្រសិនបើអ្នកផ្សេងទៀតនិយាយលេងបែបនេះវាអាចនឹងហាក់ដូចជាមិនសមរម្យប៉ុន្តែមកពី Claire វាមានអំណាចព្យាបាលដោយចម្លែកគាត់មិនអីទេមែនទេបាទគាត់ Claire អាចដឹងពីភ្នែករបស់គាត់ថាឪពុករបស់គាត់បានស្លាប់បាត់ទៅហើយនាងសម្រេចចិត្តធ្វើអ្វីមួយសម្រាប់ Drew មិនពេលយូរ Drew ផ្អែកក្នុងលើកៅអីហើយក៏គេងលក់ទៅនៅក្នុងសុបិនគាត់បានឃើញឪពុករបស់គាត់គឺជាមនុស្សសាមញ្ញម្នាក់ដែលទទួលយកជីវិតដោយដែលវាមកដល់ដែលមិនដែលសម្រេចបានអ្វីគាត់សង្កល់ប៉ុន្តែគាត់ជាមនុស្សទន់ភ្លន់និងរឹងមាំទោះបីជាអាជីវកម្មរបស់គាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយគាត់មិនដែលធ្លាក់ទឹកចិត្តទេតែងតែប្រឈមមុខនឹងការលំបាកដោយស្នាមញញឹមដ៏រីករាយនៅពេលយន្តហោះចតដែលរលូន Drew ក៏ភ្ញាក់ពីសុបិនឃើញស្នាមញញឹមដ៏ស្រស់ស្រាយរបស់ Claire នៅពេលគាត់ចុះពីយន្តហោះ Claire បានដាក់ផែនទីដែលនាងបានគូព្រមទាំងព័ត៌មានទំនាក់ទំនងរបស់នាងនឹងបានបញ្ចុះតម្លៃសង្ខគាចូលទៅក្នុងដៃរបស់ Drew ហើយនិយាយលេងជាមួយគាត់ដោយស្នាមញញឹមដល់ពេលត្រូវទៅដល់ទីនោះហើយ Claire ក៏ស្រាប់តែចាប់ដៃគាត់ហើយជូនពរគាត់ដោយស្មោះសម្រាប់ថ្ងៃខាងមុខមិនត្រឹមតែប៉ុណ្ណោះទេនាងថែមទាំងរត់ចេញពីអាកាសយានដ្ឋានតាមគាត់ដែលរំលឹកគាត់ម្ដងហើយម្ដងទៀតកុំឲ្យហួចច្រត់ចេញប៉ុន្តែ Drew ក៏ចុះទៅដោយក្តីបារម្ភគាត់មិនបានយកចិត្តទុកដាក់ទេភ្លាមបន្ទាប់ពីគាត់បាត់ឡានចេញពីអាកាសយានដ្ឋានគាត់ក៏បោះបង់ដំបូន្មានរបស់ Claire ចោលពិតមែនហើយសញ្ញាផ្លូវបំបែកដ៏វិលវល់បានធ្វើឲ្យ Drew វង្វេងទាំងស្រុងផ្លូវដ៏ស្មុគស្មាញបានធ្វើឲ្យគាត់បាត់បង់ការអត់ធ្មត់បន្តិចម្ដងទៅហើយអារម្មណ៍ដែលផ្ទុះឡើងរបស់គាត់ក៏ផ្ទុះឡើងបន្ទាប់ពីការស្រែកយំដោយខកចិត្តជាច្រើនដងទីបន្ទាប់ Drew ក៏រកឃើញផ្លូវទៅកាន់ទីក្រុងប៉ុន្តែនៅពេលដែលគាត់បាត់ឡានចូលទៅក្នុងទីក្រុង Elizabeth គាត់មានអារម្មណ៍ថាគាត់ជាមោទនភាពរបស់ឪពុកគាត់ជាមនុស្សពូកែនៅក្នុងភ្នែករបស់សាច់ញាតិទាំងអស់របស់គាត់ដែលបានជួបជុំនៅក្នុងទីក្រុងធំ Drew បានមកដល់តែដែលឪពុករបស់គាត់ធំធាត់ឡើងហើយឃើញវាពោពេញទៅដោយសាច់ញាតិដែលបានមកគោរពវិញ្ញាណនគរគាត់គឺជាមនុស្សបរាជ័យទាំងស្រុងប៉ុន្តែឪពុករបស់គាត់បានទទួលក្តីស្រឡាញ់របស់គ្រប់គ្នានៅទីនេះហើយការរៀបចំពិធីបុណ្យសពបានក្លាយជាបញ្ហាធំបំផុតរបស់ Drew ម្ដាយរបស់គាត់នៅតាមទូរស័ព្ទដែលទទូចថាពុករបស់គាត់ត្រូវបួសជាសពហើយផែរបស់គាត់ត្រូវយកមកវិញនៅ Oregon ប៉ុន្តែសាច់ញាតិនៅទីក្រុងបានជំទាស់យ៉ាងខ្លាំងពួកគេជួយថាត្រូវតែយកមកវិញនៅទីក្រុង Elizabeth ហើយត្រូវបញ្ចុះនៅក្នុងភ្នាល់ប្រពៃណីជាប់គាំងរវាងសម្ពាធពីចាស់ទុំនិងមេចាស់របស់ម្ដាយ Drew ជាប់គាំងនៅកណ្ដាលមិនអាចទៅមុខឬថយក្រោយបាននៅយប់ជ្រៅដើម្បីគេចេញពីសាច់ញាតិដែលរំខានខ្លាំងពេក Drew បានចូលស្នាក់នៅសន្តាគារហើយទោះបីជានៅក្នុងកំពង់ក៏ដោយជាគ្រូបន្ទប់គឺជាពិធីជប់លៀងរបស់បុរសនៅលីវសំឡេងសើចសប្បាយរបស់ហ្វុងមនុស្សគឺផ្ទុយស្លាប់ពីភាពស្ងប់ស្ងាត់ក្នុងចិត្តរបស់ Drew គាត់បានយល់ភ្នែកបានដែល Claire បានទៅពេលគាត់ហើយជួយលេខគាត់បានគិតថាការហៅទូរស័ព្ទនៅពេលយប់អាចរំខាននាងប៉ុន្តែសំឡេងនៅម្ខាងទៀតគឺភ្លឺច្បាស់ដូចពេលថ្ងៃផ្កាកុលាបគឺតន់សម័យដូចដែលខ្ញុំបានប្រាប់ណែ Claire ឪពុកខ្ញុំស្លាប់ហើយខ្ញុំដឹងនាងមិនបានបង្ហាញសញ្ញាអ្វីបន្តិចសោះពុយទៅវិញដូចជាមិត្តចាស់ជាច្រើនឆ្នាំមកហើយនាងបានស្ដាប់ដោយអត់ធ្មត់ចំពោះបញ្ហារបស់គាត់ Drew បានកាត់ទោសជីវិតខ្លួនឯងឲ្យស្លាប់ដោយសារតែការបរាជ័យដ៏សាហាវមួយផ្នែកទៅទស្សនៈពិភពលោករបស់ Claire ការបរាជ័យមិនមែនជាទីបន្ទិនជារឿងអាក្រក់មិនមែនជារឿងអាក្រក់ទេវាជាសក្តិលោកដែលព្យាយាមរំលាក់ទៅទីដាផ្សេងទៀតពួកគេបាននិយាយពីបន្ទប់សន្តាគារទៅកាន់សាធំពីយប់រហូតដល់
ព្រឹកវាជាយុបដល់ចាបំផុតដែល Drew ធ្លាប់ជួបប្រទេសហើយបន្ទាប់មក Claire ក៏ស្រាប់តែស្នើឲ្យពួកគេជួបគ្នាផ្ទាល់ផ្លូវគេជួបគ្នានៅពេលផ្លូវហើយមើលថ្ងៃរត់ជាមួយគ្នាហើយដូចគ្នានៅព្រឹកដែលគួរតែជាព្រឹកដ៏សោកសៅ Drew មានអារម្មណ៍រំភើបយ៉ាងខ្លាំងគាត់មិនបានមានអារម្មណ៍បែបនេះយូរមកហើយពួកគេមិនបានបិទទូរស័ព្ទទេផ្ទុយទៅវិញពួកគេម្នាក់ៗកាន់ទូរស័ព្ទហើយដើរយឺតៗឆ្ពោះទៅរកគ្នារហូតដល់ពួកគេនៅជិតគ្រប់គ្រាន់ដើម្បីស្ដាប់សំឡេងរបស់គ្នាទៅវិញទៅមកវត្តមានដ៏រស់រវើកនិងធូរស្រាលរបស់ Claire បានព្យាបាលភាពសោកសៅនិងអសន្តិសុខរបស់ Drew បន្ទាប់ពីពេលវេលាដ៏ខ្លីត្រូវទៅធ្វើការអ្នកហោះហើរទៅ Hawaii នៅប៉ុន្មានថ្ងៃបន្ទាប់មក Drew បានចេញទៅក្នុងភាពវឹកវរនៃការរៀបចំពិធីបុណ្យសពធ្វើគាត់ភ្ញាក់ផ្អើលនោះគឺម្ដាយរបស់គាត់ដែលតែងតែពឹងផ្អែកទាំងស្រុងលើឪពុកមិនបានដួលរលំទាំងស្រុងទេពេលទៅវិញគាត់បានចាប់ផ្ដើមការសង្គ្រោះខ្លួនឯងនៅវឹកវរគាត់បានចាប់ផ្ដើមរៀនធ្វើម្ហូបចុះឈ្មោះរៀនរ៉នទេពហើយថែមទាំងចាប់ផ្ដើមព្យាយាមជួសជុលឡានទេផងម្ដាយបានបំពេញចលនាដ៏ធំនៅក្នុងជីវិតរបស់គាត់ជាមួយនឹងធម៌ពលដ៏វឹកវរនេះក៏ធ្វើឲ្យ Drew ដឹងថាគ្រប់គ្នាសោកសៅតាមរបៀបរបស់ខ្លួនភាពរឹងមាំគាត់បានធ្វើឲ្យគាត់បដិញ្ញាឈប់ប្រឆាំងនឹងសម្ពាធរបស់សាច់ញាតិហើយបូជាសពឪពុករបស់គាត់ប៉ុន្តែនៅពេលដែលគាត់កំពុងគិតពីជំហានបន្ទាប់របស់គាត់ Claire ក៏បានទូរស័ព្ទមកហេមនុស្សពណ៌ស្រឡាញ់ហេតុអ្វីបានជាអ្នកប្រាប់ខ្ញុំបែបនេះហើយនៅវិនាទីបន្ទាប់នេះក៏បានលេចមុខនៅពីក្រែគាត់ Claire បានបបង់ចាជើងហោះហើរទៅ Hawaii បន្ទាប់ពីបញ្ជាក់ថាឪពុករបស់ Drew នឹងត្រូវបួសជាសពនាងក៏បាននាំគាត់ទៅផ្ទះបុណ្យសពដើម្បីជ្រើសរើសកោតនៅក្នុងបន្ទប់ដែលពោរទៅដោយបរិយាកាសនៃសេចក្តីស្លាប់វត្តមានរបស់ Claire ហាក់ដូចជានាំមកនូវជីវិតនាងបានជួយរើសកោតដែលសំស្របបំផុតហើយបានអំដំណើរគាត់នៅទីបញ្ចុះសពដែលមានស្មៅនៅទីនេះ Drew គាត់តែមានទុក្ខសោកប៉ុន្តែដរាបណា Claire នៅក្បែរគាត់ភាពសោកសៅទាំងអស់ត្រូវបានរ៉ារងដោយស្វ័យប្រវត្តិពួកគេបាននិយាយ នៅសាលនៃជីវិតរបស់ពួកយើង Claire រក្សាព្រំដែនច្បាស់លាស់នាងមិនចង់ឲ្យសេចក្តីស្រឡាញ់คล้ายជាការរត់គេចរបស់ Drew ពីជីវិតនៅផ្ទះញាតិមិត្ត Drew បានសម្រេចចិត្តគោរពតាមកិច្ចព្រមព្រៀងដែលឪពុកម្ដាយរបស់គាត់បានធ្វើដើម្បីឲ្យផែរបស់ឪពុកគាត់ទៅក្នុងសមុទ្រដើម្បីឲ្យគាត់មានសេរីភាពក្នុងការដើរលេងតាមភ្នំនិងសមុទ្រហើយគួរឲ្យភ្ញាក់ផ្អើលគឺសាច់ញាតិបានជ្រើសរើសគោរពតាមបំណងប្រាថ្នារបស់គាត់នៅពេលនេះមូលហេតុដែលពួកគេចង់បានការបញ្ចុះសពគឺដើម្បីមានកន្លែងចងចាំគាត់ទៅសួរសុខទុក្ខភ្នួររបស់គាត់ឲ្យបានញឹកញាប់នៅពេលនោះ Drew បានឃើញអណ្ដាតភ្លើងពណ៌ខៀវរំនៅលើចង្ក្រានភាពតក់ស្លុតភ្លាមៗបានវាយលុកបេះដូងរបស់គាត់ដូច្នេះ Drew បានយកផេះរបស់ឪពុកគាត់ត្រឡប់មកសន្តាគារវិញពិធីមង្គលការនៅផ្ទះក្បែរនោះបានឈានដល់កម្រិតកំពូលរបស់វាដោយចៃដន្យ Claire ក៏នៅក្នុងពិធីមង្គលការនោះដែរនៅក្នុងពន្លឺស្រអាប់និងតន្ត្រី romantic Claire បានទាញ Drew ចេញពីហ្វូងមនុស្សនាងសម្លឹងមើលភ្នែករបស់គាត់ដែលពោរពេញដោយការឈឺចាប់និងភាពច្បោកច្បល់ហើយបានសម្រេចចិត្តឈប់លាក់បាំងអារម្មណ៍របស់នាងនោះគឺជាការសារភាពដែលខ្លាំងបំផុតនៅក្នុងជីវិតរបស់ Drew គាត់តែងតែលាក់ខ្លួននៅពីក្រោយសម្បកដ៏រឹងមាំប៉ុន្តែនៅចំពោះមុខ Claire គាត់ចង់ធ្វើអ្វីដែលមិនប្រុងប្រយ័ត្នដើម្បីទទួលយកពន្លឺដែលមិននឹកស្មានដល់នេះដោយគ្មានការកក់ទុកប៉ុន្តែនៅព្រឹកបន្ទាប់ Claire មិនបានរំខានគាត់នាងទុកត្រឹមតែភួងផ្កាសម្រាប់ឪពុករបស់គាត់ហើយបានចាក់ចេញទៅដោយស្ងៀមស្ងាត់មុនពេលដែលនាងអាចទៅឆ្ងាយបាន Drew បានរត់តាមនាងហើយបានប្រាប់នាងអំពីស្បែកជើងដែលបរាជ័យអំពីរបៀបដែលគាត់បានធ្វើឲ្យក្រុមហ៊ុនខាតបង់ 1000 លានអំពីការក្លាយជាមនុស្សបរាជ័យទាំងស្រុងនោះហើយអ្នកគិតថាខ្ញុំខ្វល់ពីរឿងនឹងមែនទេនៅក្នុងភ្នែករបស់ Claire ប្រសិនបើអ្នកចង់នាងបានសម្រេចអ្វីដែលអស្ចារ្យអ្នកត្រូវតែមានភាពក្លាហានក្នុងការទទួលយកការបរាជ័យទោះបីជាអ្នកចេញយ៉ាងធ្ងន់ធ្ងរក៏ដោយធ្វើឲ្យអ្នកដែលទាត់អ្នកនៅពេលដែលអ្នកដួលឆ្ងល់ថាហេតុអ្វីបានជាអ្នកនៅតែញញឹមពាក្យសម្ដីបានជ្រាបចូលទៅក្នុងភាពងងឹតហើយបេះដូងរបស់ Drew ដូចជាភ្លេចបន្តភាពអស្ចារ្យមិនមែនអាស្រ័យលើការមិនដែលបរាជ័យនោះទេវាគឺអំពីការនៅតែងាកទៅរកប្រាទឹកបន្ទាប់ពីការបរាជ័យដ៏ធ្ងន់ធ្ងរភាពស្មោះត្រង់និងការទទួលយករបស់ Claire បានព្យាបាលភាពមិនមានសុវត្ថិភាពដែលជ្រាលជ្រៅបំផុតរបស់ឪពុកគាត់បានមកដល់តាមការក្រុងទុកម្ដាយនិងប្អូនស្រីរបស់គាត់នឹងមកពីរដ្ឋ Oregon មកដល់ទីក្រុងនៅលើអេក្រង់គឺជាពាក្យសម្ដីដែលឪពុកគាត់ចូលចិត្តគឺអ្វីមើលទៅសោកសៅរហូតដល់ម្ដាយរបស់គាត់ឡើងលើឆាកហើយតាមរបៀបកម្លែងគាត់បានរៀបរាប់ពីរបៀបដែលគាត់និងស្វាមីបានជួបគ្នាហើយចែករំលែកភាពរស់រវើកនិងគួរឲ្យស្រឡាញ់របស់គាត់ម្ដាយរបស់គាត់បានសម្ដែងរបាំ Tap ដែលគាត់ទើបតែរៀនបន្តិចបន្តួចប៉ុន្តែស្មោះត្រង់ទាំងស្រុងទឹកភ្នែកហូរស្រក់ចុះមកលើផ្ទៃមុខរបស់គាត់ប៉ុន្តែស្នាមញញឹមរបស់គាត់គឺភ្លឺថ្លារាល់វេនគឺជាការគោរពដ៏ស្មោះស្ម័គ្រចំពោះបុរសដែលគាត់បានបាត់បង់និងក្តីសង្ឃឹមចំពោះតែអនាគតពិធីរំលឹកវិញ្ញាណក្ខន្ធដ៏អស្ចារ្យនេះបានបំបែកគំនិតសាមញ្ញរបស់មនុស្សគ្រប់គ្នាអំពីពិធីបុណ្យសពការលាគ្នាពិតប្រាកដមិនមែននិយាយអំពីការយំសោកនោះទេវាគឺអំពីការរស់នៅឲ្យបានល្អជាមួយការចងចាំដរាបណានរណាម្នាក់ចងចាំអ្នកដែលបានចាក់ចេញទៅមិនដែលចាក់ចេញពិតប្រាកដទេនៅខាងក្រៅសាលារំលឹកវិញ្ញាណក្ខន្ធ Drew បានជួប Claire ម្ដងទៀតនាងបានផ្ដល់ឲ្យគាត់នូវសៀវភៅដៃកម្រាស់ក្រាស់វាគឺជាសៀវភៅណែនាំការធ្វើដោយដៃនាងបាននៅភ្នាក់ជាច្រើនយប់ដើម្បីបង្កើតវានាងបានសរសេរថាគាត់គួរតែចាក់បទចម្រៀងជាក់លាក់មួយពី CD Claire បានប្រាប់គាត់កុំឲ្យប្រញាប់ប្រញាល់លេបផ្លូវគាត់ត្រូវតែមានអារម្មណ៍លេបផ្លូវនៅពេលដែលគាត់ឆ្នៅកន្លែងលក់កាសែតដាច់ស្រយាលមួយ Panty បានប្រាប់គាត់ឲ្យឈប់ហេតុទិញទស្សនាវដ្តីអាជីវកម្មដែលទើបតែចេញនៅថ្ងៃនោះនៅលើគម្របទស្សនាវដ្តីនោះគឺស្បែកជើងរត់ដែលបរាជ័យជាមួយនឹងរូបភាពដែលចំអកឲ្យ Drew អ្នកមានពេល5នាទីដើម្បីរីករាយនឹងភាពវេទនាដ៏ឈ្ងុយឆ្ងាញ់ព្រីករាយជាមួយវាទទួលយកវាបោះបង់វាចោលអ្នកអាចសោកសៅប៉ុន្តែអ្នកមិនអាចលិចលង់នៅក្នុងនោះជារៀងរហូតទេ Drew បន្តបើកបរតាមដងទន្លេ Mississippi ទៅមុខជានិច្ចគាត់បានឆ្លងកាត់ motel ដែល Elvis ធ្លាប់ស្នាក់នៅឈប់នៅកន្លែងដែលមានដឹកនាំសិទ្ធិពលរដ្ឋលោកវេជ្ជបណ្ឌិត King ត្រូវបានធ្វើឃាតហើយបានឃើញដើមឈើដែលនៅរ
ស់រៀនមានជីវិតដែលបានឆ្លងកាត់ព្យុះភ្លៀងរប់មិនអស់ប៉ុន្តែនៅតែឈោកខ្ពស់នៅចំពោះមុខព្រលឹងដ៏អស្ចារ្យនិងទេសភាពដ៏អស្ចារ្យទាំងនេះការបរាជ័យផ្ទាល់ខ្លួនរបស់គាត់ហាក់ដូចជាមិនសំខាន់ផ្លែចង់ឲ្យគាត់ចេញពីភាពធ្លាក់ចូលរបស់គាត់ដើម្បីទទួលយកជីវិតដែលមានសេរីភាពនិងរស់រវើកម្ដងទៀតហើយការបើកបរដ៏វែងឆ្ងាយនិងឯកោនោះបានក្លាយជាពេលវេលាផ្ទាល់ខ្លួនរបស់ Drew ដើម្បីនិយាយជាមួយឪពុករបស់គាត់នៅទូទាំងទីនោះគាត់បានបោះបង់ចោលការធ្វើពិតទាំងអស់ពេលខ្លះរត់ទុំទៅកាន់ខ្យល់នឹកឃើញពីបំណែកនៃពេលវេលាដែលពួកគេនៅជាមួយគ្នាពេលខ្លះបណ្ដោយឲ្យអារម្មណ៍របស់គាត់ផ្ទុះឡើងហើយនិយាយដោយបើកចំហាននៅលើផ្លូវ highway ដែលទេស្អាត Drew បានរកឃើញស្បែកជើងដែលបរាជ័យទាំងនោះហើយបានរកឃើញជម្រៅពីរដែលសរសេរនៅលើនោះអ្នកអាចទៅឡានហើយទៅដើរដែលនៅសល់នឹងនាំអ្នកទៅផ្ទះឬក៏រកមើលក្មេងស្រីម្នាក់ពាក់មួកពណ៌ក្រហមដែលកំពុងរងចាំអ្នកដែលផែនការជំនួសលើកនេះ Drew មិនស្ទាក់ស្ទើរមួយវិនាទីឡើយក្នុងចំណោមមនុស្សជាច្រើនដែលពាក់មួកពណ៌ក្រហមប៉ុន្តែគ្មាននរណាម្នាក់ជាគាត់ទេរហូតដល់នៅចម្ងាយមួយគាត់បានឃើញក្មេងស្រីម្នាក់ដែលមានស្ភ្លឺជាងព្រះអាទិត្យពេលដែលភ្នែករបស់ពួកគេជួបគ្នាការរងចាំទាំងអស់មានមេនៅផ្សារដ៏អ៊ូអរនោះពួកគេបានអោបគ្នាយ៉ាងតឹងរឹងខ្លះគឺដូចជាកាមេរ៉ាស្មីនៃពន្លឺនៅក្នុងគ្រាដង្វង់ពិតរបស់ Drew នាងបានបង្ហាញខ្លួននៅគ្រប់ចំណុចទាបក្នុងជីវិតរបស់គាត់ហើយនៅទីបំផុតជាមួយនឹងគូយ៉ាងប្រុងប្រយ័ត្ននាងបានណែនាំ Drew ចេញពីទីជ្រៅនៃភាពស្អប់ខ្ពើមខ្លួនឯងដែលបង្រៀនគាត់ពីរបៀបធ្វើសន្តិភាពជាមួយអតីតកាលជីវិតមិនបញ្ចប់ត្រឹមតែការបរាជ័យនោះទេអនុញ្ញាតឲ្យខ្លួនឯង5នាទីប៉ុន្តែបន្ទាប់ពី5នាទីនោះចូលចោលវាទៅក្នុងធុងសម្រាមហើយបន្តដំណើរទៅមុខទៀតដរាបណាអ្នកនៅតែធ្វើចលនាការបរាជ័យនិងការសោកស្ដាយទាំងអស់នឹងក្លាយជាសេចក្តីផ្ដាំនៃអ្វីដែលថ្មី